បងប្អូនថ្ងៃនេះម៉ាក់បេឡាមករីវីយូកត្រៃម្ដងទៀតចាកុំឲ្យបងបងទាំងអស់គ្នាគាត់ឆ្ងល់ចាហើយក៏គាត់សួរទៅថាក្នុងហាងម៉ាក់បេឡាមានកន្ត្រៃប្រហែលប្រភេទសម្រាប់ហាងខ្ញុំមានកន្ត្រៃរហូតដល់6ប្រភេទអញ្ចឹងខ្ញុំរាប់ពីប្រភេទទី1សិនថាជាប្រភេទកន្ត្រៃរបៀបម៉េចអញ្ចឹងបងប្អូនចានេះបងប្អូនកន្ត្រៃទី1បើខ្ញុំចង់រៀបរាប់បងប្អូនទាំងអស់គ្នាប្រាប់បងប្អូនទាំងអស់គ្នាឲ្យដឹងថាកន្ត្រៃមុខវែងរបស់ខ្ញុំគឺមាន2ប្រភេទចាមានប្រភេទកន្ត្រៃដៃអេណុកមួយហើយនិងប្រភេទកន្ត្រៃធម្មតាហ្នឹងបានន័យថាដៃធម្មតាហើយដៃអេណុកវាមាំវាធន់វាអីចឹងទៅបងប្អូនចាគឺធម្មតាទេបងប្អូនប្រភេទដៃអេណុកខ្ញុំមកធ្វើកន្ត្រៃតើវាល្អខ្លាំងប៉ុណ្ណាបងប្អូនដឹងទេណាចាកន្ត្រៃមុខវែងនេះគឺមុខវែងដូចគ្នាស្រួលកាត់ដូចគ្នាគាត់ថាមួយអេណុកមួយអត់អេណុកតែប៉ុណ្្នឹងទេហើយតម្លៃសម្រាប់កន្ត្រៃមុខវែងអត់ដៃអេណុកនេះតម្លៃវាតែ$8ទេហើយអែតជាមួយនឹងដៃឆ្កឹះចេះមួយចាមកឈុតវា$8អែតជាមួយនឹងដៃឆ្កឹះចេះមួយហើយកន្ត្រៃមុខវែងចឹងដូចគ្នារូបរាងស្អាតដូចគ្នាចាហើយសម្រាប់កន្ត្រៃដៃអេណុកវាទូជាងកន្ត្រៃអត់ដៃអេណុកតិចហើយថែមដៃឆ្កឹះមួយចេះដែរមួយ$12ចានេះរូបរាងវាស្អាតតូចច្រឡំហើយបើនិយាយពីគុណភាពរបស់វាវិញមុតល្អយកទៅកាត់សាច់ក៏បានយកទៅកាត់កញ្ចក់ក៏បានហើយមានថែមជាមួយនឹងដៃឆ្កឹះចេះមួយទៀតណាបងប្អូនចាថ្លៃតែថ្លៃរបស់គេគឺគេមានអេតចេះមួយទៀតយើងបាច់ពិបាកទិញដៃឆ្កឹះអីនៅខាងក្រៅមួយទៀតទេចាយើងអាចកំងតែមួយយើងអាចប្រើបានរហូតដល់2មុខកាត់សាច់ផងកាត់កញ្ចក់ផងយកដៃឆ្កឹះយកឆ្កឹះជាក្រាញយកឆ្កឹះដីយកឆ្កឹះអីចេញក៏បានដែរចាឥឡូវយើងមករៀបរាប់កន្ត្រៃ4ទៀតចារៀបរាប់កន្ត្រៃកាត់កញ្ចក់មុនហ្នឹងបងប្អូនចាហើយកន្ត្រៃកាត់កញ្ចក់ខ្ញុំមាន2ប្រភេទដែរណាអញ្ចឹងបងប្អូនទាំងអស់គ្នាឆ្លាញ់ប្រភេទមួយណាបងប្អូនយកមួយហ្នឹងទៅបងប្អូនគិតថាស្រួលអញ្ចឹងណានេះបងប្អូនចាអានេះទូឯករបស់ខ្ញុំលក់ប្រចាំហាងចាដាច់ខ្លាំងសំបីតែនៅក្នុងហាងសំបីតែនៅខាងក្រៅបងប្អូនទាំងអស់គ្នាទទួលស្គាល់ហើយគាំទ្រច្រើនខ្លាំងមែនតើសម្រាប់កន្ត្រៃកាត់កញ្ចក់នេះតម្លៃ$5អានេះក៏$5ដូចគ្នាបងប្អូនចាគាត់ថាមុខវាខុសគ្នាត្រង់ថាអាមួយកន្ត្រៃកាត់កញ្ចក់ដូចកន្ត្រៃកាត់សាច់អញ្ចឹងតែយកទៅកាត់កញ្ចក់